មេឃុំណាថ្ងៃអនាគតណាចង់ជាប់ជាមេឃុំឬមិនចង់ជាប់ជាមេឃុំអាចបំរើប្រជាពលរដ្ឋឬក៏មកគម្រាមប្រជាពលរដ្ឋគឺអាស្រ័យទៅលើអំណាចប្រជាពលរដ្ឋនៅក្នុងឃុំឯងបងប្អូនដូច្នេះអ្វីដែលជាការបដិញ្ញាចិត្តរបស់យើងដើម្បីឲ្យយើងរស់បានដោយសេចក្តីសុខនៅក្នុងឃុំជំរឿសមានតែមួយគឺជ្រើសរើសមេឃុំដែលមកពីគណៈបកប្រជាធិបតេយ្យគឺគណៈបកកម្លាំងជាតិបងប្អូនឥឡូវរៀងសបាយរំភើបទៀតមែនទេបាយរំភើបគាត់និយាយពីរបៀបដឹកនាំតាមគោលការណ៍ប្រជាធិបតេយ្យប៉ុន្តែឥឡូវយើងសួរសំណួរវិញដើម្បីយើងអាចទៅដឹកនាំគណៈបកតាមគោលការណ៍ប្រជាធិបតេយ្យណែដើម្បីគណៈបកកម្លាំងជាតិអាចបញ្ចេញសមត្ថភាពអាចបញ្ចេញឧទាហរណ៍ថាអូណែមេឃុំគណៈបកកម្លាំងជាតិដឹកនាំរបៀបនេះពេលដែលដឹកនាំទៅនេះគោរពគោលការណ៍ប្រជាធិបតេយ្យពេលដែលដឹកនាំទៅប្រជាពលរដ្ឋមានសិទ្ធិសេរីភាពជាម្ចាស់អំណាចពិតប្រាកដទោះបីមិនបានធ្វើជុំវិញប្រទេសទូទាំងប្រទេសក៏ដោយប៉ុន្តែនៅក្នុងឃុំនេះគឺគណៈបកកម្លាំងជាតិដឹកនាំប្រទេសដឹកនាំឃុំប្រជាពលរដ្ឋមានសេរីភាពសប្បាយរីករាយរិះគន់មេឃុំចូលរួមប្រជុំមេឃុំនៅក្នុងឃុំមានលុយប្រមាណនៅក្នុងសង្កាត់មានលុយប្រមាណប្រជាពលរដ្ឋដឹងឮទាំងអស់ដើម្បីយើងអាចដឹកនាំបានមិនមែនយើងគ្រាន់ស្រែកជ័យយកនៅក្នុងរោងប៉ុណ្ណឹងបានទេមិនចឹងបងប្អូនតើតែគណៈបកកម្លាំងជាតិឈ្នះតែខាត់ចង់បានមេឃុំគណៈបកកម្លាំងជាតិតែខាត់ត្រូវតែគណៈបកកម្លាំងជាតិឈ្នះដើម្បីគណៈបកកម្លាំងជាតិឈ្នះតើតែប្រជាពលរដ្ឋបោះឆ្នោតគ្រប់គ្រងគណៈបកកម្លាំងជាតិមិនចឹងទេចុះធ្វើម៉េចដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតគ្រប់គ្រងគណៈបកកម្លាំងជាតិតើតែគណៈបកកម្លាំងជាតិត្រូវតែដាក់បញ្ជីចូលរួមការប្រកួតឆ្នាំ2027មិនចឹងទេ